បាទជំរាបសួរបងប្អូនស្វាគមន៍ជួបគ្នាម្ដងទៀតក្នុងការរៀនភាសាអង់គ្លេសរបស់យើងថ្ងៃនេះយើងនឹងសិក្សាភាសាអង់គ្លេសរបស់យើងតាមរយៈការអានអត្ថបទហើយអត្ថបទហ្នឹងគឺមានចំណងជើងថា My family members សមាជិកគ្រួសាររបស់ខ្ញុំអូខេអញ្ចឹងបងប្អូនដឹងហើយពាក្យ members មានន័យថាសមាជិក member ហ្នឹងគឺសមាជិកហើយ family គ្រួសារអញ្ចឹងសមាជិកគ្រួសាររបស់ខ្ញុំនេះគឺជាចំណងជើងអត្ថបទរបស់យើងហើយសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗពីខ្ញុំហើយសង្ឃឹមថាអត្ថបទហ្នឹងនឹងចែករំលែកនៅចំណេះដឹងខ្លះតាមរយៈការរៀនភាសាអង់គ្លេសនៅពាក្យពេចន៍មួយចំនួននិងវេយ្យាករណ៍មួយចំនួនអូខេតោះអញ្ចឹងយើងចាប់ផ្ដើមតោះកុំឲ្យខាត់ពេល My family is one of the most important parts of my life. It is where I receive love, care, support, and encouragement every day. My family teaches me good values, help me become a better person, and stands by me during both happy and difficult times. អូខេអញ្ចឹងក្នុងនោះគេសរសេរថាម៉េចបងប្អូនគេដាក់ថាគ្រួសាររបស់ខ្ញុំគឺជាគេថាផ្នែកដ៏សំខាន់បំផុតនៃជីវិតរបស់ខ្ញុំវាគឺជាទីកន្លែងដែលខ្ញុំទទួលបាននូវក្តីស្រឡាញ់ការថែទាំការគ្រប់គ្រងនិងការជំរុញលើកទឹកចិត្តជារៀងរាល់ថ្ងៃគ្រួសាររបស់ខ្ញុំបង្រៀនខ្ញុំនៅគុណតម្លៃល្អៗជួយខ្ញុំក្លាយជាមនុស្សដែលល្អប្រសើរនិងនៅជាមួយខ្ញុំនឹងឈរនៅជាមួយខ្ញុំអំឡុងពេលដែលខ្ញុំមានទុក្ខលំបាកនិងរីករាយអូខេតោះអូខេឥឡូវយើងមើលយើងសិក្សាទៅលើពាក្យមួយទៅសម្រាប់បងប្អូនដែលខ្លះណាគាត់អត់ទាន់យល់ពាក្យអូខេហើយខ្លះគាត់ចេះខ្លះក៏គាត់អាចយល់បានអូខេឥឡូវយើងមើលពាក្យ family នេះគ្រួសារហើយពាក្យ one នេះគឺមានន័យថាមួយហើយបងប្អូនមើលកន្លែងនេះគេដាក់ the most of គេថា the most important part អញ្ចឹងពាក្យ part មានន័យថាផ្នែកហើយពាក្យ important នេះសំខាន់ហើយពាក្យ the most ហ្នឹងមានន័យបំផុតណាគេប្រើពាក្យ the most ហ្នឹងក្នុងកម្រិតថាកម្រិតអ្វីមួយដែលផ្ដាច់គេដែលផុតគេអូខេ of the most important part មានន័យថាដែលសំខាន់ដែលជាផ្នែកមួយសំខាន់បំផុតអូខេអញ្ចឹងពាក្យ one ហ្នឹងមានន័យថាមួយហើយយើងបូកចូលគ្នាទៅមានន័យថាគ្រួសាររបស់ខ្ញុំគឺជាផ្នែកអូខេផ្នែកអីផ្នែកដ៏សំខាន់បំផុតមួយអូខេ of my life នៃជីវិតរបស់ខ្ញុំអញ្ចឹងពាក្យ of នោះមានន័យថានៃ my life នោះគឺមានន័យថាជីវិតរបស់ខ្ញុំ it is where I receive love អញ្ចឹងពាក្យ it ហ្នឹងប្រែថាវាជា where ហ្នឹងគឺកន្លែងទីកន្លែងណា I receive ខ្ញុំទទួលបានអញ្ចឹងពាក្យ receive ហ្នឹងមានន័យថាទទួលបាន love ហ្នឹងសេចក្តីស្រឡាញ់ care ការពារការថែទាំ care ហ្នឹង support ការគ្រប់គ្រងមានន័យថាតាមរយៈផ្ដល់ជាសម្ភារៈដូចជាមានលុយកាក់សម្លៀកបំពាក់គ្រឿងហូបចុកអីហ្នឹងគ្រប់បែបយ៉ាងតាមរយៈកាយនិងតាមរយៈចិត្តណា and encouragement នឹងការលើកទឹកចិត្តអញ្ចឹងពាក្យ encouragement មានន័យថាការលើកទឹកចិត្ត every day ពាក្យ every day នឹងប្រែថាជារៀងរាល់ថ្ងៃ My family teaches me មានន័យថាគ្រួសាររបស់ខ្ញុំនេះគ្រួសាររបស់ខ្ញុំហ្នឹងបង្រៀនអញ្ចឹងពាក្យ teach បង្រៀនក្នុងនេះគេសរសេរជាគេដាក់ es ដោយសារ subject my family ហ្នឹងវាតែមួយអញ្ចឹងវា third person singular អញ្ចឹងហើយគេយក subject ថែម es មកteaches me មានន័យថាបង្រៀនខ្ញុំ good values good នោះមានន័យថាល្អ value នោះគុណតម្លៃល្អណាគុណតម្លៃល្អអញ្ចឹងគ្រួសាររបស់ខ្ញុំបង្រៀនខ្ញុំនូវគុណតម្លៃល្អ help me ជួយខ្ញុំអញ្ចឹងពាក្យ help ជួយ help មានអីចេះដោយសារ subject របស់វាគឺ my family នេះមានន័យថាមានតែមួយអង្គនៅក្នុង grammar ភាសាអង់គ្លេសគេហៅថា third person singular subject អូខេមានន័យថាជួយខ្ញុំbecome a better person មានន័យថាក្លាយជាមនុស្សដែលល្អប្រសើរអញ្ចឹងពាក្យ better នេះមានន័យល្អប្រសើរជាងមុនណាមានន័យពីមនុស្សដែលមិនទាន់ថាល្អប្រសើរទៅជាមនុស្សដែលល្អប្រសើរជាងមុន
ក្នុងនឹងគេចង់និយាយចឹងណាអញ្ចឹងពាក្យ better វាមកពីពាក្យ good good នឹងល្អដល់ពេលល្អជាងមុនទៅជា better ល្អប្រសើរជាងមុនខ្លាចជាមនុស្សដែលល្អប្រសើរជាងមុន and stand by me នឹងឈរជាមួយខ្ញុំពាក្យ stand by នរណាម្នាក់មានន័យថាឈរនៅជាមួយនរណាម្នាក់ឈរនៅជាមួយនរណាម្នាក់ក្នុងគេចង់និយាយថាគ្រួសារគាត់ហ្នឹងគឺតែងតែឈរនៅជាមួយគាត់នេះ during នឹងអំឡុងពេល both ហ្នឹងគឺមានន័យថាទាំងពីរ happy and difficult time នៅពេលវេលាដែលពិបាកនិងពេលវេលាដែលសប្បាយរីករាយអញ្ចឹងក៏ចង់និយាយថាគ្រួសារគាត់តែងតែឈរនៅជាមួយគាត់ជានិច្ចអំឡុងពេលដែលគាត់មានទុក្ខលំបាកនិងភាពមានភាពរីករាយអូខេអញ្ចឹងពេល difficult ប្រែថាពិបាកអូខេអញ្ចឹងពេល happy and difficult time មានពេលវេលាយើងប្រែពេលវេលាមុននោះព្រោះថាពាក្យ happy និងពេល difficult វាជា adjective វាជាគុណនាមវា modify ទៅឲ្យពាក្យ time ពេលវេលាដែលសប្បាយនិងពេលវេលាដែលលំបាកអូខេចេះសង្ឃឹមថាបងប្អូនចេះណាគេតើឥឡូវយើងទៅមុខទៀត I am very thankful to have a loving family that always cares for one another. There are several members in my family. Each person have a unique personality and an important role in our home. Although we are different in many ways, we always respect and help each other. អូខេអញ្ចឹងក្នុងនោះគេសរសេរថាខ្ញុំដឹងគុណណាឬក៏ខ្ញុំថ្លែងអំណរគុណចំពោះការដែលមានគ្រួសារដែលគួរឲ្យស្រឡាញ់ដែលតែងតែមើលថែឬក៏តែងតែខ្វល់ខ្វាយចំពោះគ្នាទៅវិញទៅមកមានសមាជិកជាច្រើននៅក្នុងគ្រួសាររបស់ខ្ញុំមនុស្សម្នាក់មានបុគ្គលិកលក្ខណៈពិសេសរៀងៗខ្លួនហើយតួនាទីសំខាន់រៀងៗខ្លួននៅក្នុងផ្ទះរបស់ពួកយើងទោះបីជាពួកយើងមានលក្ខណៈផ្សេងគ្នាក៏ដោយនៅក្នុងរបៀបជាច្រើនពួកយើងតែងតែគោរពនិងជួយគ្នាទៅវិញទៅមកអូខេតោះឥឡូវយើងប្រែពាក្យមួយធម្មតាបងប្អូនដែលលើពាក្យសែងនឹងអរគុណណាបើជា verb សែងអរគុណប៉ុន្តែពេលនេះគេសរសេរជាគុណនាមដោយគេដាក់ពាក្យ full មានន័យថាដែលពោពេញទៅដោយការដឹងគុណដែលពោពេញទៅដោយការថ្លែងអរគុណអញ្ចឹង I am very thankful មានន័យថាខ្ញុំសម្ដែងការដឹងគុណណាជាខ្លាំងពេល very នេះជាខ្លាំង to have មានន័យថាដែលមាន have មានណាដែលមាន a loving family គ្រួសារដែលគួរឲ្យស្រឡាញ់អញ្ចឹងពាក្យ love នេះស្រឡាញ់ដល់ពេល loving ដែលគួរឲ្យស្រឡាញ់ a loving family គ្រួសារដែលគួរឲ្យស្រឡាញ់ that ពេលហ្នឹងធម្មតានេះមកវាជា clause ណាបងប្អូនវាជា relative clause ដែលឯគេ always តែងតែ cares ណាមើលថែរក្សា for one another មានន័យថាចំពោះគ្នាទៅវិញទៅមកណាគេថែរក្សាយើងថែរក្សាគេអញ្ចឹងសមាជិកក្នុងគ្រួសារហ្នឹងគឺមានន័យថាគាត់ចេះ care for one another ចេះថែរក្សាចេះខ្វល់ខ្វាយគ្នាទៅវិញទៅមកអញ្ចឹងត្រឹមពាក្យ for one another មានន័យថាចំពោះគ្នាទៅវិញទៅមកពាក្យហ្នឹងណាអូខេឥឡូវយើងបន្តមកក្រោមទៀតគេដាក់ថាម៉េចគេថាមានសមាជិកច្រើនអ្នកហ្នឹងគេ there are ហ្នឹងប្រែថាមានពាក្យ several ហ្នឹងច្រើនប៉ុន្តែមិនច្រើនដូចពាក្យ a lot of ទេពាក្យ a lot of ច្រើនគឺច្រើនមែនតើច្រើនខ្លាំងដល់ពេលពាក្យ several នេះអាចត្រឹម6 7នាក់អីចឹងទៅ4 5នាក់អីចឹងមកណាអូខេអញ្ចឹងវាលើសពី2ឡើងទៅណា several members មានសមាជិកច្រើនអ្នក in my family នៅក្នុងគ្រួសាររបស់ខ្ញុំ each person មនុស្សម្នាក់អញ្ចឹងពាក្យ each ហ្នឹងមានន័យថាមួយឬក៏ម្នាក់ person ហ្នឹងមនុស្សអញ្ចឹងមនុស្សម្នាក់ has a unique personality មានបុគ្គលិកលក្ខណៈពិសេសរៀងៗខ្លួនអញ្ចឹងពាក្យ personality នេះមានន័យថាបុគ្គលិកលក្ខណៈហើយពាក្យ unique នេះមានន័យថាពិសេសវាពិសេសដោយគ្មាននរណាម្នាក់មានណាអញ្ចឹងមានន័យថាសមាជិកគ្រួសារគាត់ហ្នឹងម្នាក់មានគេថាបុគ្គលិកលក្ខណៈពិសេសផ្ទាល់ខ្លួនណារៀងខ្លួន
មនុស្សយើងតែងតែមានបុគ្គលិកលក្ខណៈហ្នឹងគឺវាខុសគ្នាណាវា unique វាអត់ដូចគ្នា and an important role ប្រែថាតួនាទីអញ្ចឹងតួនាទីសំខាន់ណានិងតួនាទីសំខាន់ in our home នៅក្នុងផ្ទះរបស់ពួកយើង although ទោះបីជាអញ្ចឹងពី although ពេលហ្នឹងប្រែថាទោះបីជាណាពេលហ្នឹងវាជា clause អូខេវាជា adverb clause although we are different in many ways ទោះបីជាពួកយើងមានលក្ខណៈផ្សេងៗគ្នាអញ្ចឹង different ផ្សេងៗគ្នានៅក្នុងរបៀបជាច្រើនណា in many ways នៅក្នុងរបៀបជាច្រើន way ហ្នឹងរបៀបជាច្រើន way ហ្នឹងមួយទៀតយើងអាចប្រែថាផ្លូវយើងមួយទៀតយើងអាចប្រែថារបៀបណានៅក្នុងរបៀបជាច្រើន we always ពួកយើងតែងតែ respect ហ្នឹងគោរព and have នឹងជួយ each other ជួយគ្នាទៅវិញទៅមកអូខេបងប្អូនឃើញពាក្យ although and although are different in many ways នេះគេដាក់ comma មួយដោយសារពាក្យ although ហ្នឹងវាជា clause ណាវាជាគេហៅថាអនុប្រយោគកាលណាអនុប្រយោគអញ្ចឹងវានៅពេលដែលបងប្អូនប្រើជាមួយនឹងប្រយោគពេញលេញត្រឹម we always respect each other នេះគឺចាំបាច់ត្រូវតែមាន comma មួយណាកាលណាយើងដាក់អនុប្រយោគនៅខាងមុខគឺចាំបាច់ត្រូវតែមាន comma មួយបន្ទាប់មកយើងសរសេរប្រយោគពេញមកអូខេយើងសរសេរប្រយោគអូខេគេហៅថា independent clause ហ្នឹងមកអូខេអញ្ចឹងសង្ឃឹមថាបងប្អូនចេះណាឥឡូវខ្ញុំប្រាប់ម្ដងទៀតកន្លែងហ្នឹងខ្ញុំសម្ដែងការដឹងគុណដែលមានគ្រួសារដែលគួរស្រឡាញ់ដែលតែងតែខ្វល់ខ្វាយមើលថែចំពោះគ្នាទៅវិញទៅមកមានសមាជិកច្រើនអ្នកនៅក្នុងគ្រួសាររបស់ខ្ញុំមនុស្សម្នាក់មានបុគ្គលិកលក្ខណៈពិសេសរៀងៗខ្លួននិងមានតួនាទីសំខាន់រៀងៗខ្លួននៅក្នុងផ្ទះរបស់ពួកយើងទោះបីជាពួកយើងមានលក្ខណៈផ្សេងគ្នាក្នុងរបៀបជាច្រើនក៏ដោយពួកយើងតែងតែគោរពនិងជួយគ្នាទៅវិញទៅមកអូខេតោះឥឡូវយើងទៅមុខទៀត We believe that kindness honesty and understanding are the foundation of a happy family My father is the head of our family he is hardworking responsible and patient Every day, he works hard to provide everything our family needs. អូខេអញ្ចឹងក្នុងនឹងគេសរសេរថាម៉េចបងប្អូនគេដាក់ថាពួកយើងជឿជាក់ថាសេចក្តីស្រឡាញ់សន្តានចិត្តល្អភាពស្មោះត្រង់និងការយោគយល់គ្នាគឺជាមូលដ្ឋានគ្រឹះនៃគ្រួសារដែលមានសុភមង្គលឪពុករបស់ខ្ញុំគឺជាមេគ្រួសារគាត់គឺប្រឹងប្រែងធ្វើការងារទទួលខុសត្រូវនិងអត់ធ្មត់រៀងរាល់ថ្ងៃគាត់ធ្វើការយ៉ាងខ្លាំងដើម្បីផ្ដល់នៅអ្វីៗគ្រប់បែបយ៉ាងដែលគ្រួសាររបស់ពួកយើងត្រូវការអូខេតោះឥឡូវបងប្អូនយើងមើលពាក្យមួយនៅក្នុងអត្ថបទយើងហ្នឹងគេសេថាម៉េច We ពួកយើងbelieve នឹងជឿជាក់ណា believe that ជឿជាក់ថាម៉េច that នឹងវាធម្មតានេះមកវាជា clause ណាធម្មតានេះមកវាជា clause អញ្ចឹងហើយកន្លែង that ហ្នឹងយើងអត់ប្រែថានោះទេយើងប្រែថាណាវាជា non clause ដែលដើរតួនាទីជា object ដែលដើរតួនាទីជាកម្មបត្តិចង់និយាយថាត្រឹម that នេះមកវាដើរតួនាទីដូចជានាមអញ្ចឹងវាដើរតួនាទីជាកម្មបត្តិនេះដែលកិច្ចសព្ទនេះbelieve នេះជាកិច្ចសព្ទហើយ we នេះជាប្រធាននៃប្រយោគប៉ុន្តែដោយសារថាកម្មបត្តិហ្នឹងវាជា clear វាជាប្រយោគអញ្ចឹងវាជាប្រយោគអញ្ចឹងគេដាក់ that ហ្នឹងមកដើម្បីវាបង្កើតបានទៅជា clause ណាអញ្ចឹងសម្រាប់វេយ្យាករណ៍ហ្នឹងហាក់ដូចជាស្មុគស្មាញតិចប៉ុន្តែបើយើងចេះគឺល្អខ្លាំងមែនតើអញ្ចឹងពាក្យ believe នេះជឿថាឡាវសេចក្តីស្រឡាញ់ kindness ហ្នឹងគឺចិត្តល្អសន្តានចិត្តល្អវាមកពីពាក្យខាញនេះចិត្តល្អតែគេថែមនេះវាទៅជា noun មានន័យថាសន្តានចិត្តល្អ honesty មានន័យថាភាពស្មោះត្រង់ and understanding នឹងការយោគយល់គ្នាណា understanding នឹង are the foundation គឺជាមូលដ្ឋានគ្រឹះ foundation មានន័យថាមូលដ្ឋានគ្រឹះឬក៏មូលដ្ឋានដ៏ចម្បងណាគឺជាមូលដ្ឋានគ្រឹះនៃអីគេ Happy family នឹងគ្រួសារដែលមានភាពរីករាយមានគ្រួសារដែលមានសុភមង្គល
ជាងយើងអាចប្រើគ្រួសារដែលមានសុភមង្គលបានដោយសារតែវាមានភាពរីករាយហ្នឹង My father ឪពុករបស់ខ្ញុំ is the head of our family ឪពុករបស់ខ្ញុំគឺជាមេនៃគ្រួសារអញ្ចឹងពាក្យ head ហ្នឹងគឺមានន័យថាក្បាលនៃគ្រួសារគឺមានន័យថាជាមេគ្រួសាររបស់ពួកយើងណា He is hard working គាត់ប្រឹងប្រែងធ្វើការងារអញ្ចឹង hard working មានន័យថាប្រឹងប្រែងធ្វើការងារ responsible ទទួលខុសត្រូវមានន័យថាទទួលខុសត្រូវចំពោះគ្រួសារ and patient ហើយនឹងអត់ធ្មត់អូខេមានន័យថាអត់ធ្មត់ every day រៀងរាល់ថ្ងៃជាងវាជា adverb ទេណាវាគឺជា sentence adverb we work hard ពួកយើងប្រឹងប្រែងធ្វើការងារ to provide ដើម្បីផ្ដល់ provide មានន័យថាផ្ដល់ everything អ្វីៗគ្រប់បែបយ៉ាង our family need គ្រួសាររបស់ពួកយើងត្រូវការអូខេ need នឹងប្រែត្រូវការអូខេឥឡូវខ្ញុំប្រែម្ដងទៀតពួកយើងជឿជាក់ថាសេចក្តីស្រឡាញ់សន្តានចិត្តល្អភាពស្មោះត្រង់និងការយោគយល់គ្នាគឺជាមូលដ្ឋានគ្រឹះនៃគ្រួសារដែលមានសុភមង្គលឪពុករបស់ខ្ញុំគឺជាមេគ្រួសារគាត់ប្រឹងប្រែងធ្វើការងារទទួលខុសត្រូវនិងអត់ធ្មត់រៀងរាល់ថ្ងៃគាត់ប្រឹងប្រែងធ្វើការងារយ៉ាងខ្លាំងដើម្បីផ្ដល់អ្វីៗគ្រប់បែបយ៉ាងដែលគ្រួសាររបស់ពួកយើងត្រូវការអូខេតោះឥឡូវយើងទៅមុខទៀតអូខេតោះឥឡូវយើងមើលក្នុងអត្ថបទនេះគេសេថាម៉េច He teach us the importance of honesty, discipline and perseverance. Whenever I have a problem, he give me useful advice and encourage me to never give up. I admire him because he always put our family happiness before his own. អូខេអញ្ចឹងក្នុងនឹងគេដាក់ថាម៉េចគាត់បង្រៀនពួកយើងនៅសារៈសំខាន់នៃភាពស្មោះត្រង់វិន័យនិងការតស៊ូនៅពេលណាដែលខ្ញុំមានបញ្ហាគាត់ផ្ដល់នៅដំបូន្មានដ៏មានសារៈប្រយោជន៍ចំពោះខ្ញុំនិងជំរុញលើកទឹកចិត្តខ្ញុំមិនឲ្យបោះបង់ចោលខ្ញុំក៏សរសើរចំពោះគាត់ពីព្រោះគាត់តែងតែដាក់សុភមង្គលគ្រួសាររបស់ពួកយើងមុនរឿងផ្ទាល់ខ្លួនរបស់គាត់អូខេឥឡូវបងប្អូនយើងមើលពាក្យនៅក្នុងហ្នឹងគេសរសេរថាម៉េច teach នឹងបង្រៀនអញ្ចឹងក្នុងហ្នឹងគេថែម es ដោយសារតែ subject របស់វាគឺ he ជា third person singular បរិបទវចនៈធម្មតាគេថែម es ប៉ុន្តែដោយសារកិរិយា subject អញ្ចឹងវាបញ្ចប់ដោយ ch អញ្ចឹងគេត្រូវថែម es ណាបងប្អូនអញ្ចឹងមានន័យបង្រៀន teach បង្រៀនបើ teacher គ្រូបង្រៀនអញ្ចឹង he teaches us គាត់បង្រៀនពួកយើងហ្នឹងពួកយើងវាជា object កម្មបត្តិរបស់ we ណារបស់pronoun we the important មានន័យថាសារៈសំខាន់ of honesty នៃភាពស្មោះត្រង់ discipline ពាក្យ discipline មានន័យថាវិន័យ and perseverance មានន័យថាការតស៊ូណា perseverance ការតស៊ូ whenever ប្រែថានៅពេលណា I have problem នៅពេលណាដែលខ្ញុំមានបញ្ហាអូខេ He give me useful advice គាត់ផ្ដល់ឲ្យខ្ញុំនៅការទូន្មានដ៏មានសារៈសំខាន់ណាដ៏មានសារៈប្រយោជន៍ពេល useful មានន័យថាដែលមានសារៈប្រយោជន៍ដែលសំខាន់មានសារៈប្រយោជន៍អូខេគាត់ផ្ដល់នៅដំបូន្មានដ៏មានសារៈប្រយោជន៍ចំពោះខ្ញុំ and encourage me នឹងលើកទឹកចិត្តអញ្ចឹងពី encourage នេះលើកទឹកចិត្តណានឹងលើកទឹកចិត្តខ្ញុំ to never give up មានន័យថាកុំឲ្យបោះបង់ពាក្យ give up មានន័យបោះបង់អញ្ចឹងពាក្យ never ហ្នឹងមិន to never give up ហ្នឹងមិនឲ្យបោះបង់ I admire him ខ្ញុំក៏សរសើរគាត់អញ្ចឹងពាក្យ admire មានន័យថាកោតសរសើរ because ពីព្រោះhe always គាត់តែងតែ put our family happiness មានន័យថាដាក់សុភមង្គលគ្រួសារហ្នឹងមុនរឿងផ្ទាល់ខ្លួនរបស់គាត់ before ហ្នឹងមុន his own ហ្នឹងមាន own ពេលហ្នឹងមានន័យថាផ្ទាល់ខ្លួនអញ្ចឹងផ្ទាល់ខ្លួនរបស់គាត់មានន័យថាឪពុកគាត់ហ្នឹងគឺមិនអាត្មានិយមតែងតែយករឿងគ្រួសារហ្នឹងដាក់ជារឿងធំហើយរឿងខ្លួនឯងជារឿងទី2
ជារឿងក្រោយអូខេអញ្ចឹងគាត់ជាឪពុកដ៏ល្អគាត់ចង់និយាយចឹងណាអូខេឥឡូវខ្ញុំប្រែម្ដងទៀតណាគាត់បង្រៀនពួកយើងនៅសារៈសំខាន់នៃភាពស្មោះត្រង់វិន័យការតស៊ូនៅពេលណាដែលខ្ញុំមានបញ្ហាគាត់ផ្ដល់នៅដំបូន្មានដ៏មានសារៈប្រយោជន៍ចំពោះខ្ញុំនិងលើកទឹកចិត្តខ្ញុំមិនឲ្យបោះបង់ខ្ញុំក៏សរសើរគាត់ពីព្រោះគាត់តែងតែដាក់គ្រួសារតែងតែដាក់សុភមង្គលគ្រួសារមុនរឿងផ្ទាល់ខ្លួនរបស់គាត់អូខេចឹងសង្ឃឹមថាបងប្អូនចេះ My mother is the heart of our family. She is loving, caring and kind. She spends much of her time taking care of our home and making sure everyone is healthy and happy. She prepares delicious meals, keeps the house clean, and support every family member. អូខេអញ្ចឹងក្នុងនឹងគេសរសេរថាម៉េចម្ដាយរបស់ខ្ញុំគឺជាបេះដូងនៃគ្រួសាររបស់ខ្ញុំគាត់គឺមានក្តីស្រឡាញ់មានការថែទាំនិងមានសន្តានចិត្តល្អគាត់បានចំណាយពេលវេលាដ៏ច្រើនក្នុងការមើលថែទាំផ្ទះរបស់ពួកយើងនិងធ្វើឲ្យប្រកបជាថាមនុស្សគ្រប់គ្នាគឺមានសុខភាពល្អនិងសប្បាយគាត់បានរៀបចំអាហារឆ្ងាញ់ថែរក្សាផ្ទះឲ្យស្អាតនិងគ្រប់គ្រងទៅដល់សមាជិកម្នាក់ៗនៃគ្រួសារអូខេតើឥឡូវយើងមើលពាក្យ heart ហ្នឹងប្រែបេះដូងអញ្ចឹង my mother ម្ដាយរបស់ខ្ញុំ is the heart គឺជាបេះដូង of our family នៃគ្រួសាររបស់ពួកយើងអូខេអញ្ចឹងពាក្យហ្នឹងគឺល្អណា she is she ប្រែថានាងប៉ុន្តែដល់ពេលម្ដាយយើងប្រែថាគាត់យើងអត់ហៅម្ដាយយើងថានាងទេប៉ុន្តែមនុស្សស្រីអូខេ she is loving គាត់មានសេចក្តីស្រឡាញ់ caring ការថែទាំ and kind នឹងចិត្តល្អ she spend ប្រែចំណាយដល់ពេល much of time មានន័យថា much of her time មានន័យថាពេលវេលារបស់គាត់ជាច្រើនអញ្ចឹងគាត់ចំណាយពេលវេលារបស់គាត់ជាច្រើន taking care មានន័យថាក្នុងការថែទាំ of our home នៃអីគេគ្រួសាររបស់ពួកយើង and នឹងអីគេ making sure ធ្វើឲ្យប្រកបជា everyone មនុស្សគ្រប់គ្នា is healthy គឺមានសុខភាពល្អ and happy និងសប្បាយចិត្ត she prepares ពាក្យ prepare មានន័យថារៀបចំអូខេគាត់រៀបចំ delicious meal អាហារដែលមានរសជាតិឆ្ងាញ់ keep នឹងមានន័យថារក្សាណារក្សាអីមួយ keep the house clean រក្សាផ្ទះឲ្យស្អាតមានន័យជូតសម្អាតផ្ទះគ្រប់បែបយ៉ាងហ្នឹង and support ហើយនឹងគ្រប់គ្រងអញ្ចឹងគ្រប់គ្រងគឺទាំងផ្លូវកាយទាំងផ្លូវចិត្តនិងសម្ភារៈអូខេ support គ្រប់គ្រង every family member មានន័យថាគ្រប់សមាជិកនៃគ្រួសារឬក៏បងប្អូនអាចប្រែថាសមាជិកនៃគ្រួសារម្នាក់អូខេអញ្ចឹងសង្ឃឹមថាបងប្អូនចេះណាអូខេអញ្ចឹងបងប្អូនមេរៀននេះប៉ុណ្ណឹងដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនាហើយយើងជួបគ្នាម្ដងទៀតនេះមេរៀនក្រោយ